បាទជំរាបសួរដល់អ្នកគ្នាថ្ងៃនេះវណ្ណរាត្រីវិលមកម្សិលជាថ្មីហើយថ្ងៃនេះមកកាត់សក់PM មួយចង្អើតចាយបាទអូខេ PM មួយចង្អើតចាយបាទមិនដឹងថា PM មួយចង្អើតចាយហ្នឹងវាមិនទេបងប្អូនតែគាត់សុំថាកាត់ PM មួយចង្អើតចាយបាទធ្វើម៉េចកុំឲ្យចាយអើតដល់បាទថ្ងៃនេះយើងរៀងរូតរៀងបន្តិចហើយបាទឈូសយកឆ្វិចបាទដើម្បីបញ្ញាព្រោះរាន់ឲ្យតាន់មកចើតចាយបាទអូខេសម្រាប់ម៉ូតសក់នេះបាទត្រូវការ PM តែយកឲ្យខ្លីមែនតែនបាទខ្លីកម្រិត VIP បាទខ្លីមែនតែនសឹងតែដូចគេកោនឹងឡាមបងប្អូនយ៉ាសម្រាប់គាត់ចូលចិត្តសក់ខ្លីបាទអញ្ចឹងជាងមានជំរើសអីក្រៅពីធ្វើតាមទេបាទនៅ slide បន្ទាប់ខ្ញុំនឹងប្រាប់បងប្អូនថា PM បាទតម្រង់បែបកត់ដែលខ្ញុំមើលទៅថាស្អាតទៅគឺស្អាតបាទខ្ញុំនឹងបង្ហាញជូនបងប្អូនទាំងគ្នាបាទនៅ slide បន្ទាប់បាទអូខេតែគាត់មិនចង់បានដូចដែលយើងមើលទៅថាស្អាតថាសមរម្យថាមកល្មមចិត្តដែលយើងមើលទៅសម្រាប់យើង design ណាចាំមើលតិចទៀតបាទខ្ញុំនឹងបង្ហាញប្លង់ដែលខ្ញុំកាត់បានមកល្មមមើលទៅបាទសមរម្យសម្រាប់ប្រកេសារបស់គាត់ណាបាទបងគាត់ថាគាត់សុំមកចើតចៃបាទបងប្អូនទាំងអស់គ្នាមានអ្នកដឹងថាមកចើតចៃសក់ប្រវែងណាទេបាទជួយ comment ប្រាប់ខ្ញុំផងបាទមកចើតចៃបាទអូខេបាទហ្នឹងហើយបងប្អូនទាំងគ្នាបាទយើងកំពុងតែញាប់ដៃញាប់ជើងហ្នឹងបាទដើម្បីកាត់សក់បាទមួយចំអើតចៃបាទអូខេមកកែប្រហែលជាគាត់អត់ចូលចិត្តចៃទេមកទៅបាទកុំឲ្យចៃក៏វាអើតដល់បាទកាត់តែខ្លីអស់បាទនៅពីគេងមកដឹងតែរលាស់ឆាល់រួចរាល់នេះបងប្អូននេះម៉ូតសក់គាត់ប៉ុណ្ណេះល្មមបាទស៊ីផុយខ្ចីញញបាទស្អាតតែហ្មងបាទមើលទៅកប់សេរីប៉ុន្តែគាត់មិនចង់បានទេបាទអញ្ចឹងខ្ញុំត្រូវបង្ខំចិត្តបាទកាត់ពីខាងលើចោលឲ្យអស់ទៀតបាទអញ្ចឹងធ្វើម៉េចក៏ដោយឲ្យតែបានតាមតម្រូវចិត្តគាត់មួយចង្អើតចៃបាទអូខេ ប
បាទអូខេអញ្ចឹងបងប្អូនទាំងនេះសម្រាប់ម៉ូតសក់ PM មកចើចាយនៅថ្ងៃនេះបាទក៏បានកាត់រួចរាល់ជាស្ថាពរផងដែរបាទអញ្ចឹងឆ្លៀតក្នុងឱកាសនេះដែរខ្ញុំបាទក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រិយមិត្តរបស់ខ្ញុំបាទ fan របស់ខ្ញុំបាទអ្នកដែល subscriber channel YouTube របស់ខ្ញុំបាទសូមជួបប្រទះតែសេចក្តីសុខបាទនិងសុភមង្គលក្នុងរង្វង់ក្រុមគ្រួសារបាទអូខេអញ្ចឹងសម្រាប់ថ្ងៃនេះខ្ញុំបាទបណ្ណាទីសូមអរគុណច្រើនសូមគោរពលាជួបគ្នាវីដេអូក្រោយបាទ